ជាបឋមសូមជម្រាបសួរលោកគ្រូឧទ្ទេសថ្ងៃនេះខ្ញុំធ្វើការបកស្រាយទៅមួយមេរៀននៅសប្តាហ៍ទី11វាតម្លៃលើចរិយាបទនិងបំណិនសិស្សដែលយើងហៅថា assessing non-cognitive disposition and skill បាទអញ្ចឹងចំពោះគោលបំណងនៃមេរៀននៅថ្ងៃនេះគឺបាទបន្ទាប់ពីរៀនមេរៀននេះចប់គឺគ្រូនិស្សិតនឹងយល់អំពីលក្ខណៈទូទៅរបស់ពុទ្ធិបំណិនចរិយាសម្បទាលក្ខណៈខុសគ្នារបស់សម្បទាទាំង3កំណត់បាននៅតម្រូវការសម្រាប់ការវិតម្លៃលើពុទ្ធិបំណិនសម្បទាចរិយារបស់សិស្សបង្កើតបានជាកម្រងសំណួរនិងឧបករណ៍សម្រាប់វិតម្លៃទៅលើពុទ្ធិបំណិនសម្បទាចរិយាដែលអាចមានច្រើនទម្រង់ដែលមានលក្ខណៈសមស្របសម្រាប់វិតម្លៃសិស្សនៅគ្រប់កម្រិតថ្នាក់សិក្សាកំណត់បាននៅរបៀបធ្វើឲ្យប្រសើរឡើងនៅស្វ័យវិតម្លៃរបស់សិស្សមុនកំឡុងពេលនិងក្រោយការបង្រៀននិងរៀនកំណត់បាននៅវិធីសាស្ត្រផ្សេងៗដែលអាចប្រើវិតម្លៃលទ្ធផលសិក្សារបស់សិស្សបាទចំណុចមួយក៏ចរិយារបស់សិស្សមានថាគឺជាជំនាញទុនឬក៏ជាជំនាញទំនាក់ទំនងផ្ទាល់ខ្លួនដែលបុគ្គលនោះទទួលបានតាមរយៈការដកបទពិសោធន៍ពីការសិក្សានិងអាជីពការងារផ្សេងៗកាលណាយើងសិក្សាបានកាន់តែខ្ពស់ធ្វើការងារបានកាន់តែច្រើននូវជំនាញផ្នែកចរិយាសម្បទារបស់យើងមានការរីកចម្រើនទៅតាមនឹងដែររបៀបដែលមនុស្សយើងធ្វើការទំនាក់ទំនងជាមួយមនុស្សដទៃគឺត្រូវការចរិយាសម្បទាបាទអញ្ចឹងក្នុងចរិយាសម្បទារបស់សិស្សហ្នឹងគឺមានដូចជាជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬវិន័យផ្ទាល់ខ្លួនការសហការជាមួយដទៃការប្រស័យទាក់ទងគ្នាទៅវិញទៅមកការច្នៃប្រឌិតអ្វីមួយភាពអត់ធ្មត់ផ្សេងៗទៅលើការងារអញ្ចឹងតើតើយើងមានភាពអត់ធ្មត់ទៅការងារដែលយើងធ្វើទទួលបានភាពជោគជ័យបាទអញ្ចឹងចំណុចខបំណិនពុទ្ធិដែលយើងហៅថា cognitive skill ជំនាញប្រាជ្ញាសម្បទាគឺជាជំនាញដែលប្រើសម្រាប់ការគិតវិភាគហេតុផលចងចាំនិងរៀនផ្សេងៗជារឿយៗវាងាយស្រួលក្នុងការវាស់ស្ទង់ជំនាញបាទវាស់ស្ទង់ជំនាញការយល់ដឹងឬប្រាជ្ញាសម្បទាពីព្រោះវាត្រូវបានប្រើសម្រាប់វាស់វែងដូចជាការប្រឡងដើម្បីវាស់វែងការចងចាំសកម្មភាពឬល្បឿនការគិតវិភាគលក្ខណៈជំនាញបញ្ញាសម្បទារួមមានការគិតនិងឆ្លើយតបទាន់ហេតុការណ៍សមត្ថភាពក្នុងការចងចាំមេរៀនឬហេតុការណ៍ការផ្ចង់អារម្មណ៍ភាពបត់បែនការវិភាគបញ្ហាជាលម្អិតការគិតបែបពហុកិច្ចការឬកិច្ចការច្រើនក្នុងពេលតែមួយការបែងចែកចំណាត់ថ្នាក់ព័ត៌មានឬវត្ថុផ្សេងៗល្អអាក្រក់គឺត្រឹមត្រូវបាទចុចបន្តទៀតគឺការយល់ដឹងអំពីគេសារៈសំខាន់របស់ចរិយាសម្បទាខ្លួនអាចជួយឲ្យយើងអភិវឌ្ឍការងារការសិក្សារបស់យើងបានកាន់តែប្រសើរឡើងទោះជាយ៉ាងណាក៏ដោយដោយសារជំនាញចរិយាសម្បទាតែពិបាកក្នុងការវាស់វែងនិងវិតម្លៃទាំងសម្រាប់សិស្សបុគ្គលិកទូទៅឬមនុស្សធំបាទចំណុចទី1គឺចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកចរិយាសម្បទានិងបំណិនសម្បទាគឺចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងការសិក្សាអាជីពការងារនិងការដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិតសិស្សត្រូវមានលក្ខណៈមួយចំនួនដូចជាទំនួលខុសត្រូវភាពស្មោះត្រង់ចេះត្រួតពិនិត្យនឹងតាមដានខ្លួនឯងធ្វើការសហការជាមួយអ្នកដទៃតស៊ូក្នុងការប្រឈមមុខនឹងឧបសគ្គអាកប្បកិរិយាបុគ្គលិកលក្ខណៈតម្លៃនិងជំនាញផ្សេងៗលើពីនេះទៀតការស្រាវជ្រាវជាច្រើនបានបង្ហាញអំពីទំនាក់ទំនងរវាងចរិយាសម្បទានិងបំណិនសម្បទាជាមួយនឹងលទ្ធផលការរៀនសូត្ររបស់ពួកគេអញ្ចឹងយ៉ាងណាមិញចំពោះសិស្សមួយចំនួនគាត់ចាត់ទុកថាបញ្ហាគឺជាបញ្ហាប៉ុន្តែសិស្សមួយចំនួនទៀតចាត់ទុកថាបញ្ហាគឺជាឱកាសឧទាហរណ៍ថាពួកគាត់
ត្រូវការវឹកហាត់ការកណនីលំហាត់ច្រើនពីទោះបីជាវាមានភាពលំបាកក៏ដោយប៉ុន្តែនៅថ្ងៃខាងមុខឬក៏នៅពេលដែលគាត់មានការប្រកួតប្រជែងប្រឡងពួកគាត់នឹងមានជំនាញច្បាស់លាស់ពួកគាត់អាចប្រឡងទទួលបានចំណាត់ថ្នាក់ឬក៏និទេសល្អបាទសិស្សមានភាពស្ទាត់ជំនាញក្នុងការដោះស្រាយបញ្ហានៅពេលដែលពួកគេរីករាយនឹងអ្វីដែលពួកគេកំពុងធ្វើនិងមើលឃើញតម្លៃនៅលើលទ្ធផលដែលគេទទួលបាននិងជំរុញឲ្យមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំប្រឹងប្រែងជាអតិបរមាសិស្សដែលមានអារម្មណ៍ល្អគឺតែងតែមានការតាំងចិត្តខ្ពស់ធ្វើវាដោយយកចិត្តទុកដាក់លើហេតុការណ៍រកវិធីចងចាំវាហាត់សមប្រកបដោយអត្ថន័យលើអនុវត្តវាការថប់អារម្មណ៍ច្រើនពេកឬមិនសូវចាប់អារម្មណ៍នឹងមានការរំខានដល់ការសិក្សានិងតែថ្នាក់រៀនដែលមានបរិយាកាសវិជ្ជមានជុំវិញឲ្យមានការចូលរួមនិងការរៀនសូត្ររបស់សិស្សច្រើនជាងថ្នាក់ដែលមានបរិយាកាសអវិជ្ជមានតាមបទពិសោធន៍ជាក់ស្ដែងគ្រូដឹងថាសិស្សដែលជឿជាក់លើសមត្ថភាពរៀននិងចូលចិត្តមុខវិជ្ជាដែលពួកគេសិក្សាមានអាកប្បកិរិយាវិជ្ជមានចំពោះការសិក្សាគោរពយើងដទៃខកខ្វល់ចំពោះយើងដទៃគឺបានបង្ហាញពីការចូលរួមក្នុងការរៀនសូត្របាទតទៅជាមួយនឹងទំនាក់ទំនងរវាងលទ្ធផលសិក្សានិងចំណុចចូលចិត្តលើមុខវិជ្ជាសិស្សដែលទទួលបានជោគជ័យក្នុងការសិក្សាមានក្តីសង្ឃឹមសុទិដ្ឋិនិយមអារម្មណ៍បែបវិជ្ជមានចង់បានជោគជ័យបន្ថែមស្វែងរកបញ្ហាស្វែងរកនិងប្រើប្រាស់មតិរិះគន់ផ្ដល់សិទ្ធិអំណាចដល់យើងដទៃតាំងចិត្តចូលរួមអាកប្បកិរិយាបែបវិជ្ជមានឲ្យតម្លៃលើការសិក្សាស្វែងរកគំនិតថ្មីៗសិស្សដែលបរាជ័យក្នុងការសិក្សាគ្មានក្តីសង្ឃឹមទេទិដ្ឋិនិយមអារម្មណ៍បែបអវិជ្ជមានព្យាយាមកិច្ចពីការបរាជ័យកិច្ចពីបញ្ហាការរិះគន់គឺជាការជាប់បន្លិចខ្មាស់អៀនមិនច្បាស់លាស់មិនចូលរួមអាកប្បកិរិយាបែបអវិជ្ជមានកិច្ចវេះការសិក្សាកិច្ចចេញពីគំនិតថ្មីបាទការយល់អារម្មណ៍របស់អ្នកដទៃ empathy ការយល់ចិត្តជាសមត្ថភាពក្នុងការអារម្មណ៍របស់មនុស្សម្នាក់ទៀតហើយតាក់ទងពួកគេតាមរយៈអារម្មណ៍នោះបាទមួយគឺតាក់ទងជាមួយលទ្ធផលសិក្សារំពឹងទុកបែបចរិយាអាកប្បកិរិយាគឺជាបណ្ដុំនៃផ្លូវអារម្មណ៍បាទដែលវាស្ថិតនៅផ្នែកខាងក្នុងខ្លួនដែលវាសំដែងចេញដើម្បីឆ្លើយតបទៅនឹងហេតុការណ៍វត្ថុមនុស្សអ្វីមួយដែលការបញ្ចេញនោះអាចវិជ្ជមានឬអវិជ្ជមានកម្រិតនៃការសំដែងចេញដើម្បីឆ្លើយតបតិចឬច្រើនវិជ្ជមានឬអវិជ្ជមានគឺអាស្រ័យទៅនឹងការយល់ឃើញរបស់បុគ្គលនោះនៅលើវត្ថុស្ថានភាពបញ្ហាសកម្មភាពមនុស្សឬក្រុមវត្ថុនោះដូច្នេះជាធម្មតានៅក្នុងសាលារៀនយើងគិតអំពីឥរិយាបថរបស់សិស្សម្នាក់ឆ្ពោះទៅរកអ្វីមួយអាចសំដៅទៅលើមុខវិជ្ជាសិក្សាគ្រូសិស្សរួមថ្នាក់កិច្ចការផ្ទះនិងការធ្វើតេស្តផ្សេងៗឧទាហរណ៍សិស្សដែលមានឆន្ទៈអវិជ្ជមានចំពោះថ្នាក់គណិតវិទ្យាសកម្មភាពរបស់ពួកគេក្នុងការឆ្លើយតបគឺព្យាយាមកិច្ចមិនចូលរៀនម៉ោងគណិតវិទ្យាអញ្ចឹងចរិយាបែបវិជ្ជមាននិងចរិយាបែបអវិជ្ជមានអញ្ចឹងចរិយាវិជ្ជមានគឺមានរៀនសាលាគណិតវិទ្យាសាស្ត្រផ្សេងៗកិច្ចការផ្ទះវិន័យសាលាគ្រប់បង្រៀនមិត្តរួមថ្នាក់ធ្វើការកំហុសទទួលខុសត្រូវលើការងារអ្វីមួយប៉ុន្តែចំពោះចរិយាអវិជ្ជមានវិញលួចចម្លងខ្សែគ្រឿងញៀនអំពើហិង្សាក្នុងសាលាកិច្ចម៉ោងសិក្សាបោះបង់ការសិក្សាផ្សេងៗបាទអញ្ចឹងចំពោះចំណុចចគឺលទ្ធផលសិក្សារំពឹងទុកបែបគុណតម្លៃ value target គឺសំដៅទៅលើការយល់ឃើញរបស់បុគ្គលម្នាក់គិតនិងឲ្យតម្លៃទៅលើមនុស្សនិងវត្ថុផ្សេងទៀតការឲ្យតម្លៃនោះគឺវាអាស្រ័យទៅលើនឹងការយល់ឃើញរបស់បុគ្គលនោះនិងរបៀបនៃការឲ្យតម្លៃដូចជាជីវិតដែលមានសុខភាពពិភពលោកប្រកបដោយសុខសន្តិភាពសេរីភាពជីវិតដែលមានការរីករាយសប្បាយការចូលរួមជាមួយសង្គមនិងសេចក្តីប្រាថ្នាផ្សេងៗបាទ
ខាងក្រោមនេះគឺជាតម្លៃដែលយើងភាគច្រើនតែចង់បានទីមួយភាពស្មោះត្រង់ដែលយើងហៅថា honesty សិស្សគួរតែរៀនឲ្យតម្លៃទៅលើភាពស្មោះត្រង់សម្រាប់ការរស់នៅប្រចាំថ្ងៃជាពិសេសទៅជាមួយមនុស្សដទៃសុចរិតភាពដែលយើងហៅថា integrity សិស្សគួរតែប្រកាន់ភ្ជាប់នៅក្រមសីលធម៌និងគុណតម្លៃតខ្លួនយុត្តិធម៌ justice សិស្សត្រូវតែប្រកាន់ជាប់នៅទស្សនៈមួយថាគ្រប់មនុស្សជាតិទាំងអស់គឺមានសិទ្ធិសេរីភាពស្មើគ្នាដើម្បីទទួលបានភាពយុត្តិធម៌ដែលមានចែងនៅក្នុងច្បាប់របស់ប្រទេសសេរីភាព freedom សិស្សទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិភាពស្មើគ្នាឲ្យទៅជាប្រជាពលរដ្ឋរបស់ខ្លួនមួយចិត្តឆលទ្ធផលសិក្សារំពឹងទុកដោយផ្ដោតទៅលើការលើកទឹកចិត្តនៅក្នុងបរិបទសាលារៀនពាក្យថាលើកទឹកចិត្តគឺសំដៅទៅលើសកម្មភាពរបស់សិស្សដែលបានចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងការរៀននិងស្ដាប់ក្នុងនោះមានដូចជាការព្រៀបផ្ដើមការរៀនការខិតខំប្រឹងប្រែងការតាំងចិត្តនិងភាពជាប់លាប់ក្នុងការរៀននៅក្នុងន័យម្យ៉ាងទៀតការលើកទឹកចិត្តគឺសំដៅទៅលើការចូលរួមយ៉ាងសកម្មរបស់សិស្សក្នុងការរៀនសូត្រដើម្បីទទួលបានជំនាញនិងចំណេះដឹងដែលសិស្សមានការចូលរួមយ៉ាងសកម្មនិងឲ្យតម្លៃក្នុងការសិក្សាការវាស់វែងនៅទឹកចិត្តចំពោះការសិក្សាវិធីសាស្ត្រក្នុងការវិយតម្លៃចរិយាសម្បទានិងជំនាញទូទៅទី2ព្យាយាមប្រើវិធីផ្សេងៗដើម្បីវាស់ស្ទង់បាទទី3ជាចុងក្រោយសម្រាប់ចិត្តថាតើយើងត្រូវការលទ្ធផលសិស្សម្នាក់ជាក្រុមនេះគឺវាពាក់ព័ន្ធទៅគោលបំណងហើយនិងប្រសិទ្ធភាពលើវិធីសាស្ត្រដែលយើងគួរប្រើប្រសិនបើគោលបំណងរបស់យើងដើម្បីប្រើការវិតម្លៃសម្រាប់ធ្វើរបាយការណ៍ជូនមេដាបឬអាណាព្យាបាលនោះច្បាស់លាស់ថាតើយើងត្រូវការព័ត៌មានអំពីតំណងលើសិស្សម្នាក់ក្នុងករណីនេះយើងគួរតែប្រើវិធីសាស្ត្រជាច្រើនក្នុងការប្រមូលទិន្នន័យតាមពេលវេលានិងរក្សាទុកកំណត់ត្រាដើម្បីផ្ទៀងផ្ទាត់ការវិនិច្ឆ័យរបស់យើងបាទ2.1 ការអង្កេតរបស់គ្រូ teacher observation ជំនាញដំបូងក្នុងការប្រើការសង្កេតដើម្បីកំណត់ថាតើឥរិយាបថជាក់លាក់របស់សិស្សតើតើទៅនឹងគោលដៅដែលយើងចង់វាស់វែងមានអ្វីខ្លះនេះចាប់ដើមជាមួយនឹងការយល់ច្បាស់អំពីនិយមន័យរបស់វាជាមុនសិនបាទអញ្ចឹងវាមានផ្នែកខាងក្រោមទៀត3ស្វ័យវិតម្លៃរបស់សិស្ស students selfie report បាទអញ្ចឹងក្នុងចំណុចនេះគឺមានន័យថាស្វ័យវិតម្លៃសិក្សារបស់សិស្សផ្ទាល់គឺផ្ដល់ឱកាសឲ្យសិស្សបាទវិតម្លៃនិងឆ្លុះបញ្ចាំងនៅលទ្ធផលសិក្សាដែលគាត់ទទួលបានបន្ទាប់ពីរៀនមេរៀនមួយចប់ឬមួយវគ្គលទ្ធផលវិតម្លៃតាមរយៈការប្រឡងការអង្កេតរបស់គ្រូនិងស្វ័យវិតម្លៃរបស់សិស្សត្រូវតែស៊ីគ្នាឬដូចគ្នាបើលទ្ធផលប្រឡងមកល្អតែសិស្សធ្វើស្វ័យវិតម្លៃថាខ្លួនមិនបានចេះមេរៀនគឺមានន័យថាមានចំណុចដែលត្រូវស្វែងរកបន្ថែមអំពីភាពខុសគ្នានេះបាទអញ្ចឹងមានតារាខាងក្រោមនៅក្នុងការវិតម្លៃរបស់សិស្សបាទជាចុងក្រោយសូមបញ្ចប់សូមអរគុណលោកគ្រូទេ